សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី20ស្អប់ខ្ពើមអំពើអាក្រក់គឺត្រូវប្រេះឆានឹងអ្នកដទៃអ្នកស្អប់ខ្ពើមអំពើអាក្រក់មិនគ្រាន់តែមនុស្សអាក្រក់មិនហ៊ានចូលចិត្តប៉ុណ្ណោះទេមនុស្សល្អក៏គេចទៅឆ្ងាយផងដែរដូចគ្នានឹងពន្លឺព្រះអាទិត្យឆ្លុះកាត់ស្លឹកឈើក្នុងព្រៃដែរធ្វើឲ្យកន្លែងខ្លះភ្លឺកន្លែងខ្លះដែលមិនទទួលបានពន្លឺព្រះអាទិត្យគឺនៅតែញងឹតសូន្យអាសងនៅក្នុងសង្គមមនុស្សព្រៃក៏ដូចគ្នាមានទាំងភ្លឺនិងងងឹតផ្នែកភ្លឺគឺអំពើល្អស្អាតផ្នែកងងឹតគឺអំពើអាក្រក់រឿងទាំងពីរនេះស្ថិតនៅជាគូនឹងគ្នាជានិច្ចយើងចាំបាច់ត្រូវប្រឈមជាមួយនឹងការកើតមានឡើងនៅអំពើអាក្រក់នេះគឺជាសច្ចភាពដែលមនុស្សមិនអាចជៀសផុតបានចំពោះអំពើអាក្រក់នេះអ្នកខ្លះសម្ដែងកាយវិការស្អប់ខ្ពើមជាខ្លាំងចេញមុខចេញមាត់ធ្វើជាស្ត្រូវនឹងវាមិនគ្រាន់តែស្បត់ស្បាយថាបើជួបអំពើអាក្រក់គេត្រូវតែប្រឆាំងនឹងវាឬព្យាយាមកម្ចាត់ចោលភ្លាមតាមការពិតការកើតមាននៅអំពើអាក្រក់នេះវាជួយធ្វើឲ្យមានតុល្យភាពរវាងអំពើល្អនិងអំពើអាក្រក់នៅក្នុងសង្គមជនដែលតាំងចិត្តស្អប់ខ្ពើមអំពើអាក្រក់ប្រៀបបីដូចជាស្ត្រូវចង់អាឃាតនោះច្រើនតែធ្លាក់ទៅក្នុងស្ថានភាពចាញ់ប្រៀបคล้ายទៅជាឧបសគ្គចំពោះភាពរុងរឿងសុខសាន្តរបស់ខ្លួនឯងតើព្រោះអ្វីទៅព្រោះថាមនុស្សដែលជួបនឹងអំពើអាក្រក់ហើយស្អប់ដល់ឆ្អឹងនេះទោះបីវាទទួលបានការគោរពពីអ្នកដទៃក្នុងន័យជាមនុស្សយុត្តិធម៌តែក៏អាចធ្វើឲ្យមនុស្សដែលធ្លាប់ឆ្លោះធ្លយប្រព្រឹត្តរឿងមិនគប្បីបន្តិចបន្តួចខ្លះកើតមានអារម្មណ៍មិនទុកចិត្តមិនហ៊ានមករវីរវល់នឹងយើងនិងបើដល់ថ្នាក់ធ្លាប់ធ្វើខុសធំដុំផងនោះក៏អាចក្លាយជាស្ត្រូវនឹងយើងតែម្ដងគេអាចបង្កើតបកពួកមកធ្វើជាស្ត្រូវនឹងយើងដើម្បីការពារខ្លួននិងអាចដល់ថ្នាក់រកផ្លូវកម្ចាត់យើងតែម្ដងក៏មានដែរហេតុនេះទើបជនស្អប់ខ្ពើមអំពើអាក្រក់កើតមានបញ្ហាទំនាស់ជាមួយអ្នកដទៃជាញឹកញាប់មនុស្សភាគច្រើនមានទាំងអំពើល្អនិងអាក្រក់នៅក្នុងខ្លួនពិបាករកមនុស្សល្អបរិសុទ្ធបានណាស់អ្នកដែលស្អប់ខ្ពើមអំពើអាក្រក់បើប្រកាសប្រជាខ្លាំងពេកពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែមានមិត្តតិចទៅសម្លឹងមើលទៅខាងណាក៏សុទ្ធតែជាស្ត្រូវជាការពិតណាស់ការស្អប់ខ្ពើមអំពើអាក្រក់គឺជាគុណធម៌យ៉ាងតែពុំមែនជាវិធីប្រតិបត្តិដែលមានផលប្រយោជន៍នោះទេនៅក្នុងសង្គមមនុស្សព្រៃនេះលើកលែងតែយើងជាមនុស្សខ្លាំងបំផុតមិនចាំបាច់ពឹងពាក់គេមិនត្រូវការរស់ជាមួយអ្នកដទៃបើមិនដូច្នេះទេការតាំងខ្លួនស្អប់ខ្ពើមអំពើអាក្រក់នេះនឹងជៀសមិនរួចពីក្លាយជាគោលដៅគុំគួនរបស់អ្នកដទៃរហូតដល់ថ្នាក់មិនថាជាត្រូវដើរតាមផ្លូវគឺជួបតែផ្លូវតតែម្ដងកាយវិការដែលសមគួរគឺខ្លួនឯងមិនធ្វើអាក្រក់តែកាយវិការចំពោះអំពើអាក្រក់នោះយើងអាចពុំទទួលស្គាល់និងត្រៀមជាស្រេចក្នុងការផ្ទៀងផ្ទាត់នៅពេលមានឱកាសសមស្របបើស្ថិតនៅក្នុងស្ថានភាពដែលយើងមានកម្លាំងខ្លាំងចំពោះអំពើអាក្រក់តូចតាចនោះកាយវិការដែលល្អនោះគឺប្រើកាយវិការសម្របសម្រួលទទួលដឹងនិងអត់ធ្មត់ចំពោះការកើតមានរបស់វាយើងគួរដឹងថាការដែលយើងស្រឡាញ់ភាពល្អស្អាតនោះទោះយ៉ាងណាក៏ដោយយើងមិនអាចដកឬគល់អំពើអាក្រក់ទាំងឡាយនៅក្នុងសង្គមមនុស្សព្រៃនេះឲ្យអស់បាននោះទេបើដូច្នោះចុះហេតុអ្វីយើងត្រូវទៅប្រថុយធ្វើជាស្ត្រូវជាមួយពួកអន្តពាលអំពើនេះគឺស្មើនឹងលើកថ្មមកដាក់រងផ្លូវរបស់ខ្លួនឯងជាពិសេសគួរពិចារណាលក្ខខណ្ឌនិងសក្តានុពលរបស់ខ្លួនថាតើយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពតាំងខ្លួនជាស្ត្រូវជាមួយនឹងអំពើអាក្រក់បានដែរឬទេបើដឹងខ្លួនថាមានកម្លាំងតិចចូលទុកឲ្យអ្នកដែលមានកម្លាំងខ្លាំងទៅចាត់ការចុះមនុស្សអាក្រក់ថ្នាក់មេគេនោះយើងច្បាស់ជាពុំមែនជាតួតស៊ូរបស់គេទេឯពួកកូនចៅដែលគ្មានគុណធម៌ស្រាប់ទៅហើយនោះគេនឹងប្រមូលគ្នាមកគិតបញ្ជីជាមួយយើងមិនខានដល់ពេលនោះសូមកុំសួរឲ្យសោះថាយុទ្ធធម៌នៃណាប៉ុន្តែចូលសាកសួរខ្លួនឯងល្មើចុះថារវាងការរស់រានសុខសាន្តឬភាពយុត្តិធម៌ដ៏ទន់ជ្រាយតើមួយណាសំខាន់ជាងសូមកុំភ្លេចលោកគ្រូមុចធ្លាប់បានផ្ដាំថាច្បាប់គុណធម៌និងការពិតបើមិនចេះប្រើឲ្យត្រូវកាលៈទេសៈទេវាក៏នឹងគ្មានប្រយោជន៍អ្វីឡើយ